จะเรียบสู่บงโปนในក្នុងបណ្ដាញសង្គម TikTok ផងដែរបាទថ្ងៃនេះមានរបស់មកគូបងប្អូនណាដាក់ចែកជូនបងប្អូនមើលទស្សនានេះគេហៅថាកថុកបងប្អូនកថុកជ្រូកញីបាទអ្នកខ្លះហៅថាចែតាន់ហ្នឹងហើយរបស់ជ្រូកព្រៃតែជ្រូកជាជ្រូកញីបងប្អូនណាបាទសម្លេងគេស្អាតបងប្អូនហើយរបស់នេះគឺគេជីកបានបងប្អូនណាគេជីកបាននៅក្នុងភ្នូបុរាណអញ្ចឹងរបស់នេះយូរឆ្នាំហើយរាប់រយរាប់ពាន់ឆ្នាំបងប្អូនណាសំលៀងគេសន្តានស្អាតបងប្អូនអត់មានប្រេះបាក់បែកត្រង់ណាទេគឺស្អាត 100% បាទហើយមកគូនេះគូរបស់គាត់ផ្ទាល់ផងដែរបាទស្អាតបងប្អូនហើយសាច់វិញដល់ហើយបងប្អូនអើយសាច់វិញចាស់បាទសាច់ចាស់ឡើងក៏ហមបងប្អូនណាអត់ទាន់ត្រូវប្រេងបងប្អូនធម្មតាខ្ញុំមិញបានលាបប្រេងបានថ្វាយប្រេង9បានថ្ងៃសល់ហ្នឹងបាទទៅបានមុនហ្នឹងទៅយកមិញណាបងប្អូនណាបាទហើយស្អាតបងប្អូនណាគូនេះហើយរបស់នេះផងដែរគឺប្រើបានខាងស្នែបាទប្រើខាងស្នែមេត្តាមហានិយមស្នែខ្លាំងបងប្អូនបាទមានរបស់នេះជាប់ខ្លួនគឺនិយាយការងារតូចធំប្រកបការងារអ្វីក៏ដោយគឺបានសម្រេចបានសមប្រកបហើយឲ្យគេចូលចិត្តអាណិតស្រឡាញ់យើងច្រើនបាទនិយាយទៅបងប្អូនដឹងហើយតែខាងស្នែគឺគេចូលចិត្តអាណិតស្រឡាញ់យើងច្រើនគឺធ្វើការអីគឺបានសម្រេចបំណងហើយបើថាគេមិនស្រឡាញ់យើងហើយព្រោះការងារតូចធំធូរថ្លៃថោកមិនក៏ដោយក៏គេអត់ធ្វើមកយើងដែរតែបើគេស្រឡាញ់យើងហើយគេចូលចិត្តយើងគេអាណិតយើងគឺគេផ្ដល់ការងារល្អនឹងឲ្យយើងធ្វើបានទៅមុខរហូតចឹងការងាររកស៊ីគឺរីកដុះដាលទៅមុខរហូតហើយក៏ខាងលក់ដូររបស់នេះមានរបស់នេះដាក់នៅកន្លែងលក់ដូរគឺតាក់ទាញភ្ញៀវបាទហើយភ្ញៀវចូលចេញទិញច្រើនបាទហើយរបស់នេះគឺតៃសាបងប្អូនមិនដឹងថាតៃសាមិនតែដល់គេជីក្នុងបានក្នុងភ្នូបុរាណបងប្អូនណាតែសាច់នេះសាច់តៃសាក៏សាច់ចាស់ដល់ហើយបងប្អូនណាហើយមានស្នាមប្រេះបាក់បែកត្រង់ណាទេបាទអរគុណសាធុមានលៀបបងប្អូនបាទ